សហរដ្ឋអាមេរិកបានចាក់ចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយនេះជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រនៅក្នុងការដឹកនាំសុខភាពពិភពលោកដែលបន្សល់ទុកបំណុល278លានដុល្លារនិងទំនាក់ទំនងធ្ងន់ធ្ងរជាមួយនឹងបណ្ដាញតាមដានជំងឺអន្តរជាតិដ៏សំខាន់សហរដ្ឋអាមេរិកបានបង្កើតប្រវត្តិសាស្ត្រជាប្រជាជាតិដំបូងគេដែលបានចាក់ចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការចាប់តាំងពីចាប់ផ្ដើមនៅឆ្នាំ1948ការចាក់ចេញនេះធ្វើតាមរយៈពេលនៃការជូនដំណឹងរយៈពេល1ឆ្នាំប៉ុន្តែនៅតែមានការប្រកួតប្រជែងដោយមន្ត្រីអន្តរជាតិដោយសារតែទឹកប្រាក់ចំនួន278លានដុល្លារនៅក្នុងសមាជិកភាពដែលគ្មានប្រាក់ខែខណៈពេលដែលរដ្ឋបាលរក្សាថាមិនមានការបង់ប្រាក់បន្ថែមទៀតនឹងត្រូវបានធ្វើឡើងហ៊ូអះអាងថាការដកប្រាក់គឺមិនពេញលេញតាមបច្ចេកទេសរហូតដល់ការប្រកិច្ចហិរញ្ញវត្ថុទាំងអស់ត្រូវបានដោះស្រាយការបែកបាក់នេះសម្គាល់នៅចំណុចបត់គួរឲ្យកត់សម្គាល់នៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកដែលផ្ដល់អាទិភាពដល់ស្វ័យភាពក្នុងស្រុកលើអភិបាលកិច្ចសុខភាពភភាគីប្រពៃណីអ្នកជំនាញសុខាភិបាលសាធារណៈបានព្រមានថាច្រកចេញចូលអាចមានផលវិបាកភ្លាមសម្រាប់សន្តិសុខជាតិជាពិសេសទាក់ទងនឹងប្រព័ន្ធឆ្លើយតប Influencer ជាសកលតាមរយៈការបាត់បង់សិទ្ធិចូលប្រើវេទិកាអន្តរជាតិនេះសហរដ្ឋអាមេរិកអាចនឹងតស៊ូតាមដានការកើតឡើងនៃជំងឺគ្រុនផ្ដាសាយធំនិងបង្កើតវ៉ាក់សាំងប្រចាំឆ្នាំដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនក្រុមដូចជាសង្គមជំងឺឆ្លងនៃអាមេរិកបានថ្កោលទោសចំពោះការផ្លាស់ប្ដូរដោយប្រុងប្រយ័ត្នថាការឆ្លងកាត់ការសម្របសម្រួលពិភពលោកអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសក្នុងការរកឃើញការគំរាមកំហែងដូចជាអេបូឡាជំងឺរាតត្បាតនាពេលអនាគតខណៈពេលដែលការសម្រេចចិត្តមានគោលបំណងដើម្បីសន្សំការចំណាយអ្នករិះគន់បានតវ៉ាថាតម្លៃនៅឯករយៈពេលវែងអាចត្រូវបានវាស់វែងនៅក្នុងជីវិតប្រភពសិទ្ធិរ៉ាប់2026សហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោកដោយបន្សល់បំណុលមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវនិងគោលនយោបាយជំងឺឆ្លង